លោកឧត្តមសេនីយ៍តូហ៊ុនកឹមជាតិប្រកាសថានឹងជួយទំនុកបំរុងការសិក្សារបស់កូនមន្ត្រីសាធារណការដែលត្រូវឡានកូនអុកញ៉ាបុកបណ្ដាលឲ្យស្លាប់មិនសរសើរពីទឹកចិត្តរបស់លោកឧត្តមសេនីយ៍តូហ៊ុនកឹមជាតិនិងភរិយាមិនបានមែនថ្មីនេះលោកឧត្តមសេនីយ៍តូហ៊ុនកឹមជាតិបានចូលខមមិនប្រាប់ភរិយារបស់លោកលឹមហាន់ដែលជាមន្ត្រីនៃក្រសួងសាធារណការនិងដឹកជញ្ជូនដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ដោយកូនអុកញ៉ាម្នាក់បានបើកឡានមកអវតារបុកកាលពីពេលថ្មីនេះដោយលោកហ៊ុនកឹមជាតិបានប្រាប់ថាចាំធំឡើងប្រឹងរៀនចាំជួយទំនុកបំរុងការសិក្សាក្មួយជានិច្ចលោកហ៊ុនកឹមជាតិថាស្រណោះណាស់មើលហើយនិយាយមិនចេញទេយ៉ាងណាក្រោយឃើញលោកឧត្តមសេនីយ៍តូហ៊ុនកឹមជាតិបានចូលខមមិនបែបនេះភរិយាលោកលឹមហានបានបង្ហោះសារអរគុណលោកហ៊ុនកឹមជាតិដែលបានឧបត្ថម្ភគាំទ្រដល់ការសិក្សាកូនរបស់ខ្លួនបើតាមសំណេរទាំងស្រុងភរិយារបស់សពលោកលឹមហានបានរៀបរាប់ថាសូមគោរពជម្រាបជូនឯកឧត្តមហ៊ុនកឹមជាតិមេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថានាងខ្ញុំសូមសម្ដែងនូវការដឹងគុណនិងកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមដែលមានក្តីមេត្តាធម៌ដ៏ខ្ពង់ខ្ពស់ដែលបានឧបត្ថម្ភគាំទ្រដល់ការសិក្សារបស់កូននាងខ្ញុំសេចក្តីសប្បុរសនិងទឹកចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្តមមិនត្រឹមតែជាការជួយសម្រាលបន្ធូរបន្ថយបន្ទុកគ្រួសារនាងខ្ញុំប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាដើមទុននិងជាចំណែកយ៉ាងសំខាន់ក្នុងការជ្រោមជ្រែងអនាគតរបស់កូនខ្ញុំឲ្យទទួលបាននូវពន្លឺនៃចំណេះដឹងនិងឱកាសកសាងអនាគតដ៏ភ្លឺស្វាងសូមជម្រាបថាតាំងពីទទួលដំណឹងថាលោកលឹមហានមន្ត្រីនៃក្រសួងសាធារណការនិងដឹកជញ្ជូនបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍លោកឧត្តមសេនីយ៍តូហ៊ុនកឹមជាតិបានឈឺឆ្អាលតាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះណាស់ហើយលោកក៏បានចូលបច្ច័យចូលរួមបុណ្យសពផងដែរហើយថ្មីនេះលោកក៏បានប្រកាសទំនុកបំរុងការសិក្សាកូនលោកលឹមហានថែមទៀត